ទីបំផុតថ្ងៃនេះគឺខ្ញុំបានមកនៅផ្ទះក្នុងក្តីសម័យរបស់ខ្ញុំហើយដែលជាផ្ទះមួយដ៏ស្អាតផ្ដល់ឲ្យខ្ញុំនៅភាពកក់ក្ដៅនិងជាពិសេសគឺអារម្មណ៍បែបស្ងប់ស្ងាត់ហើយស្រស់ស្រាយរាល់ថ្ងៃមក Morning អ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់មកធូរផ្ទះថ្មីឲ្យអ្នកទាំងអស់គ្នាមើលអូយគឺថាខ្ញុំស្រឡាញ់ខ្លាំងអ្នកទាំងអស់គ្នាជាពិសេសគឺ environment ជុំវិញផ្ទះខ្ញុំមកនៅនេះជីវិតបែប pink ដូចនៅក្នុងរឿងចឹងនៅមុខផ្ទះគឺមានដើមផ្កា Sakura Rich Kuski ស្អាតមែនតើគៀនផ្ទះវិញគឺខ្ញុំស្រឡាញ់ថងសល់ space សល់ទីធ្លាច្រើនអញ្ចឹងបើយើងនៅផ្ទះរាល់ថ្ងៃក៏អត់ stress ដែរអញ្ចឹងមកឥឡូវខ្ញុំចាំយូរចូលទៅមើលក្នុងផ្ទះទាំងអស់គ្នា Let's go ចូលមកភ្លាមគឺនឹងឃើញកន្លែងទទួលភ្ញៀវ living room នេះគឺ space គេធំមែនតើដាក់សាឡុងដាក់តុរៀបចំ decor អីបានមកស្អាតមកហើយប្អូនគឺគេធ្វើធំមែនតើអញ្ចឹងគឺមានពលឺគ្រប់គ្រាន់ដើរផុតកន្លែងទទួលភ្ញៀវគឺយើងចូលមកដល់ទីធ្លាចក្រានបែកខាងក្រោយគឺខាងបូរីគេ decor បានប៉និតស្អាតមែនតើទោះបីជាឥឡូវអត់សូវចេះធ្វើម្ហូបប៉ុន្តែចក្រានសម្រាប់ខ្ញុំគឺសំខាន់ព្រោះពេលមានចក្រានស្អាត modern មានផាសុខភាពចឹងហើយគឺជំរុញឲ្យចង់ធ្វើម្ហូបញ៉ាំបាយនៅផ្ទះឲ្យច្រើនតែចង់ថាខ្ញុំនិយាយលេងឯអ្នកនរគ្នានេះមិនតែខ្ញុំទេគ្រាន់តែខ្ញុំចង់មកថតបង្ហាញឲ្យអ្នកនរគ្នាមើលនិងជាពិសេសសម្រាប់អ្នកដែលគាត់មានគម្រោងចង់ទិញផ្ទះដែលបូរីខ្ញុំកំពុងតែបង្ហាញនេះគឺមានឈ្មោះថាបូរីភូមិ Sakura ជាបូរីដែលបង្កើតឡើងដោយក្តីស្រឡាញ់ស័ក្តិសមបំផុតសម្រាប់អ្នកដែលគាត់ចូលចិត្តរស់នៅបែបស្ងប់ស្ងាត់ទាន់សម័យជាពិសេសសម្រាប់មនុស្សបែប independent ដូចខ្ញុំឬមួយក៏ couple បែបដៃគូវ័យក្មេងយើងចង់បានផ្ទះដែលស្អាតសំខាន់គឺមានលក្ខខណ្ឌបង់ប្រាក់សមរម្យមែនតើដែលអតិថិជនអាចកក់មុនត្រឹមតែ$1000តែប៉ុណ្ណោះហើយតាក់ទងនឹងការបង់ប្រចាំខែវិញគឺចាប់ពី$500បើនិយាយពីទីតាំងវិញគឺរត់តែពិសេសពីព្រោះស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលអ្នកគ្នាជិះតែ5នាទីគឺដល់អេអនមានជ័យហើយជិះតែ10នាទីពីអាកាសយានដ្ឋានអន្តរជាតិដេជោហើយផ្ទះខ្ញុំកំពុងបង្ហាញនេះគឺជាប្រភេទ twin villa ដែលមាន4បន្ទប់គេងនិង5បន្ទប់ទឹកហើយបន្ទប់នីមួយៗដូចខ្ញុំបានបង្ហាញមិញចឹងគឺធំទូលាយមានពលឺមានខ្យល់ចេញចូលគ្រប់គ្រាន់គ្រាន់តែឈានជើងចូលមកគឺមានអារម្មណ៍ថា fresh មកមិនថាគេមិនថាយើងនេះរឿងផ្ទះស្អាតផាសុកភាពជារឿងតែអីដែលសំខាន់ដូចគ្នានឹងដែរគឺបរិស្ថានជុំវិញផ្ទះចឹងបូរីភូមិ Sakura នេះគឺស្អាតទាំងក្រៅទាំងក្នុងក្រៅពីដើម Sakura ស្អាតអ្វីដែលជាប់ចិត្តខ្ញុំជាងគេហ្មងនៅនេះគឺមានសួនច្បារទីធ្លាធំមែនតើអ្នកនរចង់មកហាត់ប្រាណជិះកង់ឬមួយក៏អង្គុយលេងស្រូបយកខ្យល់អាកាសអីគឺត្រូវហើយសំខាន់ឥឡូវហ្នឹងខាងបូរីកំពុងតែមាន promotion អ្នកនរគ្នាគ្រាន់តែមកសាកសួរព័ត៌មាននិងមានឱកាសទទួលបានរង្វាន់ជាច្រើនមានដូចជា voucher Aeon $10និង$20 voucher ពី Dozy ហើយក៏មានរង្វាន់ជាច្រើនទៀតដែរអញ្ចឹងបូរីភូមិ Sakura គឺគេមានផ្ទះច្រើនប្រភេទទៀតអ្នកនរគ្នាចាប់អារម្មណ៍អាចមកមើលផ្ទាល់បានបាយបាយ